Good morning everyone បាទសួស្តីបងប្អូនណាចឹងលោកគ្រូថ្ងៃនេះយើងចូលមេរៀនថ្មីមួយទៀតឲ្យបងប្អូនស្គាល់ការរៀនពាក្យរបៀបនៃការរៀនពាក្យថ្ងៃនេះលោកគ្រូរៀនគុណនាមបងប្អូននេះបងប្អូនឃើញហើយដោយម្ដេចដែលហៅថាគុណនាមភាសាអង់គ្លេសថាអ្វីទៅជាគុណនាមនេះភាសាអង់គ្លេសវាសរសេរមកអញ្ចឹងណាបងប្អូនបងប្អូនបានដឹងហើយគុណនាមគឺជាក្រុមពាក្យទាំងឡាយណាដែលបញ្ជាក់ន័យឬក៏ពិពណ៌នាឲ្យទៅមនុស្សទីកន្លែងឬក៏វត្ថុសត្វរុក្ខជាតិអញ្ចឹងវាទៅសេមកប៉ុណ្ណឹងបងណាបាទអញ្ចឹងគុណនាមបើយើងគិតទៅវាមានពាក្យដូចជាអីខ្លះដែលយើងហៅថាគុណនាមពាក្យដែលបញ្ជាក់ទៅលើពណ៌បងប្អូនណាវាមានភាពខ្វះខាតខ្លះតែគូឲ្យបងប្អូនដឹងប៉ុណ្ណឹងនេះបងប្អូនមើលពណ៌មានពណ៌ខុសៗគ្នាហ្នឹងពណ៌មាន purples green reds peach and blue ហើយមានពណ៌ដតៃទៀត yellow នៅខាងលើនេះបងប្អូនណាបាទមានពណ៌ yellow នៅខាងលើនេះអូខេគុណនាមមានពាក្យអីទៀតពាក្យទៅបង្ហាញទៅលើទំហំគឺជានាមទេប៉ុន្តែគុណនាមទំហំមានដូចជា small medium big បងប្អូនឃើញទេបាទមានរូបរាងបងប្អូនណា shape មានរូបរាងអីខ្លះមានរូបរាងការ៉េរូបរាងផ្កាយរូបរាងចតុកោណកាយរូបរាងត្រីកោណរូបរាងរង្វង់បងប្អូននេះជាប្រភេទគុណនាមពាក្យ square ពាក្យអីចឹងណាបងប្អូនតើតើនឹងអារម្មណ៍បងប្អូនណាពាក្យដែលបញ្ជាក់ពីអារម្មណ៍ដូចជាពាក្យអញ្ចឹង feeling are adjective បាទអារម្មណ៍យើងមានដូច scared sad angry excited អូខេបងណាបាទអញ្ចឹងឧទាហរណ៍ឡើយយើងឧទាហរណ៍មានជាច្រើនទៀតតែឧទាហរណ៍ប៉ុណ្ណឹងយើងពិពណ៌នាពីសត្វឆ្មានេះគឺជានាម How would you describe a cat describe a cat មកឆ្មានឹងវាមិនឆ្មានឹងមានទំហំតូចឆ្មានឹងវាសบายចិត្តឆ្មានឹងវា slow ឆ្មានឹងពណ៌ប្រផេះអញ្ចឹងតូចស្អាតប្រផេះរាក់ទាក់ឬក៏ slow ហ្នឹងគឺជាគុណនាមហើយបងប្អូនណាយើងមើលយើងវិពណ៌នាផ្លែប៉ោមហ្នឹងផ្លែប៉ោមហ្នឹងមិនបងប្អូនណាវាតូចវាចាំងចែងចាំងរលោងវាពណ៌ក្រហមវាមានរាងមូលសិតតែជាគុណនាមទាំងអស់បងប្អូនបាទអញ្ចឹងយូរត្រឡប់មកវិញគុណនាមគឺជាពាក្យទាំងឡាយណាដែលបញ្ជាក់ន័យឲ្យនាមបងប្អូនណាបាទអញ្ចឹងបងប្អូនរៀនពាក្យគុណនាមឲ្យបានច្រើនអញ្ចឹងបងប្អូនត្រូវយល់អំពីគុណនាមឥឡូវគូបង្ហាញពាក្យគុណនាមមួយទៀតបងប្អូនទៅមើលគុណនាមបាទបងប្អូនមើលនេះគូបង្រៀនអានេះបងប្អូនមើលគូបង្រៀននេះបន្តិចណាបងប្អូនមើលទៅលើក្នុងនេះវាទៅសេថា adjective describe a noun or a pronoun បងប្អូនមើលមានពាក្យ quantity បរិមាណ opinion គំនិត size ទំហំ shape រូបរាង age អាយុ colors មានជាច្រើនទៀតបងប្អូនណាមានជាច្រើនទៀតអញ្ចឹងលោកគ្រូឲ្យយោបល់បងប្អូនប៉ុណ្ណឹងរបៀបគុណនាមហើយលោកគ្រូឲ្យកន្លឹះក្នុងការរៀនពាក្យដូចតទៅបងប្អូននេះរៀនពាក្យគ្រូធ្លាប់ប្រាប់បងប្អូនហើយនេះយើងយកឯកសារយកกระดาษមកសរសេរអញ្ចឹងទៅរៀបចំអញ្ចឹងទៅនេះឥឡូវយើងរៀនមកដល់គុណនាមហើយអញ្ចឹងបងប្អូនទៅមើលថាតើគុណនាមយើងគួរតែចេះពាក្យអីអញ្ចឹងខ្ញុំចង់ចេះពាក្យដែលពាក់ព័ន្ធទៅនឹងរូបរាងខ្ញុំចង់ចេះពាក្យដែលពាក់ព័ន្ធទៅនឹងបាទអារម្មណ៍ហើយខ្ញុំចង់ចេះពាក្យពាក់ព័ន្ធទៅនឹងទំហំអញ្ចឹងបងប្អូនទៅសេវាបងប្អូនណាបងប្អូនត្រូវទៅសេវានេះឧទាហរណ៍យើងទៅសេនេះពាក្យដែលពាក់ព័ន្ធទៅលើឧទាហរណ៍គូបង្រៀននេះមួយនេះកូនសិស្សទៅសេមកបងប្អូននេះមើលនេះបងប្អូនមើលនេះសិតទៅពាក្យគុណនាមឲ្យបាន30ពាក្យបងប្អូនឃើញមានពាក្យទាំងអស់ហ្នឹងបងប្អូនខំរៀនបែបហ្នឹងទៅបងប្អូនដាច់ពាក្យណាជាគុណនាមនេះបងគាត់ទៅសេបាន38ពាក្យនៅក្នុងនោះមានខុសមួយពីរតែលោកគ្រូបានកែឲ្យហើយចំពោះសិស្សដែលរៀនមួយលោកគ្រូណាតែបងប្អូនដែលអត់នេះគឺបងប្អូនរកវចនានុក្រមមកបងរកវចនានុក្រមមក
ដើម្បីទីផ្ទាត់វាអញ្ចឹងគូឲ្យពលឹះប៉ុណ្ណឹងក្នុងការរៀនពាក្យបងប្អូនណាអញ្ចឹងគូជម្រាបលាជួបគ្នាវីដេអូក្រោយ